tầm thơ mà sân hơiឥឡូវខ្ញុំកំពុងតេស្តម៉ាស៊ីនឡើងវិញហើយមកដោះប្រឡងក្បាលទឹកនេះវាផ្លិតទឹកវាគៀងបាញ់ប្រេងទៅបាញ់វានៅតែមួតបានប្រើពេលមកស៊ូធំដែរហើយទុកចោលយូរប្រហែលជាប្រហែលខែប្រើអត់កើតឥឡូវចាប់ដើមដំណើរការមកវិញឥឡូវចាប់ដើមមួក្បាលហ្នឹងបានឥឡូវតេស្តឡើងវិញឥឡូវម៉ាស៊ីនចាប់ដើមដំណើរការអូខេឥឡូវចាប់ដើមរួចរាល់ហើយហើយជាលើកក្រោយអាចនឹងយកទូចទៅសាកល្បងម្ដងទៀតកំថាបានស៊ូត្រីចូលຂະຫນាតខະຫນាតធំទំហំ45ឡើងទៅបើសិនជាស្ទូចលើគោកលើថ្មបានហើយជា5 3អស់បើយកទូចទៅទៅខ្ញុំចាំទៀតប្រហែលចាអូខេរួចរាល់ហើយម៉ាស៊ីនដំណើរការធម្មតាវិញឥឡូវចាប់ដើមមួផ្លិតទឹកបិទវាទុកវិញរៀបចំរុញចូលខាងក្នុងរងចាំមើលអាទិត្យក្រោយមើលអាកាសធាតុល្អអាចត្រូវចេញបានគឺសាកល្បងយកអាទូចចេញវិញព្រោះអាទូចវាអត់សូវពិបាកទូកធំវាធ្ងន់តិចហើយវាមួយយ៉ាងដែរទូកធំវាអាឡុកវាអាចទប់បានទប់ដំណឹងបានអាទូចនេះតែមេឃខ្យល់មុំពិបាកប៉ុន្តែអត់អីទេព្រោះឥឡូវម៉ាស៊ីនដំណើរការធម្មតាអាចចេញបានចិត្តនឹងបានសូមអរគុណបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំហើយជួយ Subscribe វីដេអូ Channel របស់ខ្ញុំផងបានខ្ញុំនឹងព្យាយាមថតវីដេអូទេសភាពនៅស្រុកតំបន់ដែលខ្ញុំបាននៅនេះបាទសូមអរគុណ